រឿងមួយដែលយើងអាចឃើញញឹកញាប់ក្នុងសង្គមសពថ្ងៃពេលនរណាម្នាក់ឡើងខ្ពស់គេចាំមើលថាគាត់នឹងធ្លាក់ពេលណាពេលនរណាម្នាក់ដួលគេចាំមើលថាគាត់នឹងលិចដល់ណាហើយពេលគាត់ព្យាយាមងើបឡើងវិញគេចង់ជន់ថែមជាងជួយលើកបើយើងស៊ាំនឹងទស្សនវិជ្ជាបែបនេះវាមិនមែនជារឿងធម្មតាទៀតទេវាជាវប្បធម៌ដែលចង់ឃើញមនុស្សម្នាក់បាត់បង់គ្រប់យ៉ាងបាត់បង់ការងារមុខរបរកិត្តិយសអនាគតហើយពេលខ្លះសូម្បីតែសេចក្តីសង្ឃឹមក្នុងជីវិតនោះគឺជាវប្បធម៌ជន់ពន្លិចវាជាទំនោរចង់ឃើញអ្នកដទៃដួលហើយមិនចង់ឲ្យគេងើបឡើងវិញវប្បធម៌នេះអាចមាននៅក្នុងសាលារៀនកន្លែងការងារអាជីវកម្មនិងស្ថាប័ននានាពេលបុគ្គលិកម្នាក់មានសមត្ថភាពមនុស្សខ្លះមិនគិតថាជួយគាត់ឲ្យរីកចម្រើនទេប៉ុន្តែគិតថាធ្វើដូចម្ដេចកុំឲ្យគាត់លេចធ្លោជាងខ្លួនពេលអាជីវកម្មមួយជោគជ័យអ្នកខ្លះប្រឹងស្វែងរករឿងអាស្រូវជាងសិក្សាពីអ្វីដែលធ្វើឲ្យគេជោគជ័យសូម្បីតែក្នុងជីវិតសាធារណៈពេលនរណាម្នាក់ធ្វើល្អអស់ច្រើនឆ្នាំកំហុសតែមួយក៏អាចលុបគុណសម្បត្តិជាច្រើនដែលគេបានសាងសង្គមដែលពិបាកអបអរអ្នកជោគជ័យនិងពិបាកបង្កើតអ្នកជោគជ័យថ្មីពេលខ្លះការជន់ពន្លិចកើតចេញពីការប្រៀបធៀបការច្រណែនឬអសន្តិសុខក្នុងចិត្តខ្លួនឯងមនុស្សខ្លះគិតថាបើអ្នកផ្សេងធ្លាក់ខ្លួនឯងនឹងមើលទៅខ្ពស់ជាងមុនប៉ុន្តែការដួលរបស់អ្នកដទៃមិនធ្វើឲ្យយើងមានតម្លៃជាងមុនទេហើយភាពជោគជ័យក៏មិនមែនជានំមួយដុំដែលបើអ្នកផ្សេងបានច្រើនយើងនឹងបានតិចនោះដែរបណ្ដាញសង្គមបានធ្វើឲ្យវប្បធម៌នេះរីករាលដាលលឿនជាងមុនព័ត៌មានមួយអាចធ្វើឲ្យមនុស្សម្នាក់ខ្លាចជាគោលដៅរបស់មនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មាននាទីជាញឹកញាប់មនុស្សជាច្រើនចូលរួមថ្កោលទោសឬក៏ជន់តាមគ្នាដោយមិនទាន់ដឹងព័ត៌មានគ្រប់ជ្រុងជ្រោយមុនពេលការពិតចេញមកសង្គមបានកាត់ទោសរួចទៅហើយបើទោះបីជាការពិតក្រោយមកបង្ហាញថាមានការយល់ច្រឡំឬក៏ព័ត៌មានមិនគ្រប់ជ្រុងជ្រោយក៏ដោយការខូចខាតលើកេរ្តិ៍ឈ្មោះការងារនិងជីវិតរបស់មនុស្សម្នាក់បានកើតឡើងរួចទៅហើយមិនងាយស្ដារមកវិញបានទេអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាហៅបាតុភូតនេះថា negativity bias ដែលសំដៅទៅលើទំនោររបស់មនុស្សក្នុងការចាប់អារម្មណ៍និងចងចាំព័ត៌មានអវិជ្ជមានខ្លាំងជាងព័ត៌មានវិជ្ជមានអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះគឺការច្រឡំរវាងការរិះគន់និងការកំទេចការរិះគន់គឺដើម្បីកែប្រែការកំទេចគឺដើម្បីបំបត្តិការរិះគន់ធ្វើឲ្យសង្គមប្រសើរឡើងការកំទេចធ្វើឲ្យសង្គមរស់នៅក្នុងភាពភ័យខ្លាចពេលមនុស្សខ្លាចការបរាជ័យជាងការរៀនពីកំហុសពួកគេក៏លាក់កំហុសមិនហ៊ានទទួលស្គាល់ការខុសហើយមិនហ៊ានសាកល្បងអ្វីដែលថ្មីនៅទីបញ្ចប់សង្គមមិនត្រឹមតែបាត់បង់មនុស្សម្នាក់ទេប៉ុន្តែបាត់បង់ការច្នៃប្រឌិតការប្រកួតប្រជែងនិងឱកាសអភិវឌ្ឍផងដែរសូមកត់ចំណាំថាការនិយាយអំពីវប្បធម៌ជន់ពន្លិចមិនមែនមានន័យថាមិនអោយអនុវត្តច្បាប់ឬត្រូវការពារអ្នកដែលប្រព្រឹត្តបទល្មើសនោះទេអ្នកប្រព្រឹត្តខុសត្រូវតែទទួលខុសទៅតាមច្បាប់ហើយជនរងគ្រោះក៏ត្រូវទទួលបានយុត្តិធម៌ពេញលេញប៉ុន្តែការទាមទារយុត្តិធម៌មិនគួរប្រែទៅជាការសងសឹកឬវប្បធម៌កំទេចមនុស្សម្នាក់ឲ្យបាត់បង់អ្វីគ្រប់យ៉ាងឡើយការអនុវត្តច្បាប់គឺជាតួនាទីរបស់ប្រព័ន្ធយុត្តិធម៌ខណៈដែលការប្រមាថការជន់ពន្លិចនិងមិនទុកផ្លូវឲ្យមនុស្សកែខ្លួនវិញសូម្បីតែបន្ទាប់ពីគេទទួលបានទោសរួចហើយគឺជារឿងមួយផ្សេងទៀតមុននឹងចុចចែករំលែកឬសរសេរមតិដើម្បីជន់អ្នកណាម្នាក់សាកសួរខ្លួនឯងមួយសិនថាតើយើងកំពុងស្វែងរកយុត្តិធម៌ឬគ្រាន់តែចង់ឃើញមនុស្សម្នាក់ទៀតដួលតើយើងកំពុងរិះគន់ដើម្បីឲ្យគេកែប្រែឬកំពុងកំទេចដើម្បីឲ្យគេលែងមានផ្លូវត្រឡប់មកវិញដល់ពេលហើយដែលយើងត្រូវរួមគ្នាផ្លាស់ប្ដូរពីវប្បធម៌ជន់ពន្លិចទៅជាវប្បធម៌លើកគ្នាឡើងការលើកមនុស្សម្នាក់ឲ្យងើបឡើងវិញមិនធ្វើឲ្យយើងខ្សោយជាងមុនទេហើយការជន់មនុស្សម្នាក់ឲ្យលិចក៏មិនដែលធ្វើឲ្យយើងឡើងខ្ពស់ដែរចាប់ពីថ្ងៃនេះចូលយើងអបអរភាពជោគជ័យរបស់គ្នារិះគន់ដោយការពិចារណានិងជួយលើកអ្នកដែលព្យាយាមកែប្រែខ្លួនព្រោះសង្គមដែលរីកចម្រើនមិនមែនជាសង្គមដែលជន់គ្នាចុះទេតែជាសង្គមដែលចេះលើកគ្នាឲ្យទៅមុខជាមួយគ្នា